នៅក្នុងព្រះពុទ្ធសាសនាព្រះអង្គបានប្រាប់យើងថាអត្តាហិអត្តនោនាថោមានន័យថាយើងគឺជាម្ចាស់ជោគវាសនាខ្លួនយើងគឺជាអ្នកសម្រេចអនាគតរបស់យើងសម្រេចជីវិតរបស់យើងដោយខ្លួនយើងអាចកែប្រែជោគវាសនាយើងអាចកែប្រែនិស្ស័យរបស់យើងដោយខ្លួនយើងមិនមែនអ្នកដតីជាអ្នកសម្រេចឲ្យយើងឡើយកាលពីសម័យមុនយើងកាន់នៅព្រហ្មញ្ញសាសនាគេថាអ្វីទាំងអស់គឺជាកម្មសិទ្ធិរបស់ព្រហ្មប៉ុន្តែយើងមិនបានកាន់នៅព្រហ្មញ្ញសាសនាទៀតទេយើងកាន់នៅព្រះពុទ្ធសាសនាខាងក្រោយខ្ញុំនេះគឺជាព្រះវិហារជាព្រះវិហារនៃព្រះពុទ្ធសាសនាគឺមានគាថាកំពូលថាអត្តាហិអត្តនោនាថោមានន័យថាយើងគឺជាម្ចាស់ជីវិតរបស់យើងដូច្នេះបើសិនជាយើងមានទម្លាប់បែបណានោះហើយយើងនឹងសាងសង់ជោគវាសនាយើងទៅបែបនោះបើយើងមានទម្លាប់ពឹកស្រពន់មានទម្លាប់ខ្ជិលច្រអូសមានទម្លាប់អាក្រក់យើងនឹងស្ថិតនៅក្នុងផ្លូវអាក្រក់ប៉ុន្តែបើយើងទម្លាប់នៅក្នុងផ្លូវល្អផ្លូវរីកចម្រើនផ្លូវរុងរឿងនោះយើងនឹងកសាងជីវិតយើងឲ្យមានភាពរីកចម្រើនរុងរឿងទាំងលទ្ធភាពរុងរឿងទាំងសមត្ថភាពរុងរឿងទាំងសេចក្តីសុខជូនខ្លួនឯងជូនគ្រួសារជូនមិត្តភ័ក្តិជូនសហគមន៍និងជូនប្រទេសជាតិទាំងមូល